រឿងដែលគ្រូថ្នាក់បំផុតនៅក្នុងជីវិតរបស់យើងគឺយើងគិតថាយើងចេះគ្រប់គ្រាន់ហើយយើងមិនបាច់ចាំបន្តការសិក្សារៀនសូត្រអីទៀតទេនៅពេលដែលយើងបញ្ឈប់ការសិក្សារៀនសូត្រវាស្មើនឹងយើងនឹងកំពុងតែបំបិតការលូតលាស់របស់ខ្លួនហើយនៅពេលដែលយើងគ្មានការលូតលាស់យើងក៏ខ្លាចជាមនុស្សម្នាក់ដែលត្រូវបានគេអាចជំនុំបានហើយគេនឹងមកភ្លេចយើងចោលព្រោះឯនៅសម័យបច្ចុប្បន្នវាអត់ដូចកាលពី5ឬក៏10ឆ្នាំមុនទេយើងអាចកលេចទៅមើលបានទៅលើបច្ចេកវិទ្យានិងពិភពការងារកំពុងតែដើរទៅមុខយ៉ាងលឿនវិវត្តទៅមុខយ៉ាងលឿនរហ័សបើសិនជាយើងមិនព្រមអភិវឌ្ឍចំណេះដឹងរបស់យើងទេយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលមិនព្រមផ្លាស់ប្ដូរពីការប្រើទូរស័ព្ទចុចប៊ូតុងទៅប្រើ smartphone អញ្ចឹងហើយយើងនឹងត្រូវបានគេហៅថាជាមនុស្សហួសសម័យដែលត្រូវបានគេជំនួសហើយនឹងបំភ្លេចចោលពេលខ្លះយើងអាចចំណាយលុយទៅលើសម្ភារៈក្រៅខ្លួនបានដូចជាកាបូបសម្ភារៈថ្លៃប៉ុន្តែយើងបែរជាស្ទាក់ស្ទើរក្នុងការចំណាយលុយទៅលើការទិញសៀវភៅឬក៏រៀនវគ្គអភិវឌ្ឍខ្លួនយើងត្រូវចាំថារបស់ក្រៅខ្លួននឹងវាអាចទាក់ទាញផ្នែករបស់អ្នកដទៃបានតែមួយផ្លែទេប៉ុន្តែមានតែចំណេះដឹងនិងក្រមសីលធម៌នៃការសិក្សារៀនសូត្ររបស់យើងទេដែលមានឥទ្ធិពលមកលើជីវិតរបស់យើងនឹងពេញមួយជីវិតបាន